បងប្អូនណាដែលគិតថាផ្អែមតៅស្រាន់ពិបាកធ្វើតាមពិតទៅគឺងាយស្រួលធ្វើមែនតើបងប្អូននិយាយទៅយើងធ្វើតែមួយផ្លែទេគឺបានញ៉ាំហើយហើយបើនិយាយពីរសជាតិវិញគឺថាអត់ចាញ់អ្នកលក់នៅផ្សារទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថារបៀបធ្វើបង្អែមតៅស្រាន់នឹងមិនខ្លះអាចមើលក្នុងវីដេអូនេះបានធានាថារសជាតិនឹងធ្វើចេញមកគឺមកឆ្ងាញ់ហ្មងបងប្អូនគ្រឿងផ្សំដំបូងគឺជាសណ្តែកបាយបងប្អូនប៉ុន្តែអានេះគឺខ្ញុំទិញអាគេកិនបាយស្រាប់អញ្ចឹងណាហើយសណ្តែកបាយនឹងដំបូងគឺយើងយកវាទៅលាងទឹកចេញលាងទឹក 3-4 ទឹកឲ្យបានទឹកថ្លាអញ្ចឹងសិនមកចាំយើងដាក់ត្រាំចោលចំពោះការត្រាំនឹងអាចត្រាំខ្ទង់1ម៉ោងទៅ1ម៉ោងកន្លះបន្ទាប់ពីយើងត្រាំហើយគឺវាចាប់ផ្ដើមរីកបងប្អូនមើលទៅគ្រាប់វាគឺធំមែនតើហើយសណ្តែកបាយនឹងគឺខ្ញុំប្រើចំនួន2ខាំបន្ទាប់ពីនឹងមកគឺយើងយកវាទៅលាងទឹកម្ដងទៀតបងប្អូនលាងវាពី3ទឹកសិនមកចាំយើងយកវាទៅដាក់ចំហុយចំពោះការចំហុយនឹងនៅផ្នែកបានគឺខ្ញុំទ្រាប់ស្លឹកតើយបើសិនជាបងប្អូនមានគឺដាក់អញ្ចឹងមកវាធ្វើឲ្យសណ្តែករបស់យើងនឹងកាន់តែមានក្លិនឈ្ងុយប៉ុន្តែបើសិនជាអត់មានទេក៏អត់អីដែរហើយសណ្តែករបស់យើងនឹងយើងវីវាឲ្យបានរៀបស្មើអញ្ចឹងមកគឺពេលដែលយើងយកទៅចំហុយទៅវាឆ្អិនស្មើគ្នាល្អអញ្ចឹងណាអត់មានកន្លែងណាឆៅកន្លែងណាស្ទើរអីអញ្ចឹងទៅហើយសម្រាប់រយៈពេលនៃការចំហុយវិញគឺខ្ទង់15ទៅ20នាទីដែលយើងប្រើភ្លើងល្មមអត់ក្តៅខ្លាំងពេកហើយក៏អត់តិចពេកដែរប៉ុន្តែមុននឹងបងប្អូនលើកដាក់ចុះនោះយើងភ្លក់មើលសិនណាបងប្អូនឃើញលូវានៅស្ទើរអីអញ្ចឹងទៅហើយមុននឹងខ្ញុំចាប់ដើមធ្វើបង្អែមគឺខ្ញុំមកកូរខ្ទិះឲ្យហើយសម្រាប់ខ្ទិះនេះគឺខ្ទិះដើមមកបងប្អូនយើងអត់ប្រើខ្ទិះចុងទេយើងដាក់តែខ្ទិះដើមហើយថែមអំបិលមួយចិបមកកូរវានៅលើភ្លើងតិចការកូរខ្ទិះដើមហ្នឹងគឺគេអត់ប្រើភ្លើងក្តៅខ្លាំងទេបងប្អូនយើងប្រើភ្លើងតិចកូរវាតែ 3-4 នាទីមើលតែវាពុះមិនតិចមកគឺយើងអាចលើកដាក់ចុះបានហើយចំពោះខ្ទិះដូងហ្នឹងបើសិនជាយើងបខំភ្លើងវាទៅជាបែកចាបងប្អូនមើលទៅគ្រាប់វាអត់ស្មូតខាប់ល្អអញ្ចឹងទេហើយមុននឹងយើងចាប់ផ្ដើមធ្វើបង្អែមហ្នឹងយើងមកលាយម្សៅឆាបងប្អូនខ្ញុំប្រើចំនួន2ស្លាបព្រាបាយហើយចាក់ទឹកបន្តិចមកកូរវាឲ្យរលាយចូលជាតិគ្នាសិនចាំយើងដាក់ដាំទឹកដើម្បីធ្វើបង្អែមហ្មងចំពោះទឹកហ្នឹងគឺខ្ញុំដាក់ខ្ទង់1លីត្រកន្លះបងប្អូនហើយក្នុងហ្នឹងគឺខ្ញុំបន្ថែមស្លឹកតើយ 2-3 ស្លឹកទៀតដើម្បីឲ្យទឹករបស់យើងហ្នឹងគឺវាមានក្លិនឈ្ងុយប៉ុន្តែពេលវាពុះភ្លាមហ្នឹងគឺយើងអត់តន់ស្រង់ស្លឹកតើយចេញទេបងប្អូនយើងទុកឲ្យវាពុះបាន 3-4 នាទីឲ្យចេញក្លិនឈ្ងុយល្អសិនចាំស្រង់វាចេញហើយបន្ទាប់ពីហ្នឹងមកចាំយើងដាក់គ្រឿងចូលអំបិលគឺខ្ញុំដាក់ចំនួន1ស្លាបព្រាកាហ្វេហើយស្ករសខ្ញុំដាក់4ស្លាបព្រាបាយសិនចំពោះរសជាតិគឺខ្ញុំអត់យកផ្អែមខ្លាំងទេណាបងប្អូនដោយសារតែខ្ញុំអត់សូវចូលចិត្តផ្អែមទេហើយបន្ទាប់ពីហ្នឹងមកចាំយើងដាក់ម្សៅឆាចូលម្សៅឆាមុននឹងបងប្អូនដាក់ចូលកូរវាសិនណាបងប្អូនព្រោះមិនអញ្ចឹងទេវាក្រាំងនៅបាតហើយពេលដែលយើងចាក់ចូលហ្នឹងគឺបន្ថយភ្លើងឲ្យនៅតិចហើយចាក់បដាកូរបដាចាក់បដាកូរបដាអញ្ចឹងណាដើម្បីកុំឲ្យវាកកដុំអញ្ចឹងទៅព្រោះអីម្សៅឆាគឺវាដូចម្សៅខ្សាយម្សៅអីអញ្ចឹងបងប្អូនបើសិនជាយើងចាក់ចូលទៅទាំងអស់ហ្មងហើយបើកភ្លើងក្តៅខ្លាំងទៀតគឺដឹងតែកកដុំហ្មងបន្ទាប់ពីយើងដាក់ម្សៅឆាចូលហើយចាំយើងដាក់សណ្តែកដែលយើងបានចំហុយហើយស្រាប់ហ្នឹងដាក់វាចូលមកហើយទុកវាមកពុះទៀតបងប្អូនមើលតែវាពុះតិចហើយចាំយើងភ្លក់មើលរសជាតិបងប្អូនអាចថែមថយបានតាមចំណង់ចំណូលចិត្តប៉ុន្តែពេលនៅលើភ្លើងហ្នឹងបងប្អូនកុំទាន់យកផ្អែមព្រោះអីផ្អែមតែពេលលើកដាក់ចុះត្រជាក់ទៅគឺវាផ្អែមជាងនៅលើភ្លើងអញ្ចឹងណាអញ្ចឹងហើយបើសិនជាយើងយកផ្អែមមកល្មមហ្មងលើកដាក់ចុះគឺដឹងតែផ្អែមខ្លាំងហ្មងតែប៉ុណ្្នឹងមកគឺថាផ្អែមរបស់យើងរួចរាល់យើងអាចបិទភ្លើងបានហើយអីដែលខ្វះអត់បានសម្រាប់ផ្អែមតៅស្រាន់ហ្នឹងគឺជាឆាខ្វៃចំពោះឆាខ្វៃនេះគឺខ្ញុំទិញគេស្រាប់ឯណាបងប្អូនខ្ញុំអត់ធ្វើខ្លួនឯងទេដោយសារធ្វើវារៀងចាយពេលច្រើនដែរអញ្ចឹងហើយយើងទិញគេហ្មងទៅព្រោះអីឆាខ្វៃវាមិនថ្លៃទេបងប្អូនធូរថ្លៃនឹងមួយដុំនឹងតែ500នឹងអញ្ចឹងទិញស្រាប់ទៅហើយពេលដែលយើងញ៉ាំបងប្អូនកុំភ្លេចឲ្យសោះគឺខ្ទិះរបស់យើងគឺឡើងឈ្ងុយហើយខាប់ល្អមែនតើហើយចំពោះខ្ទិះដូងហ្នឹងមិនថាផ្អែមអីក៏ដោយគឺយើងកូរវាអញ្ចឹងមកណាបងប្អូនបានយើងស្រោចទៅវាមានក្លិនឈ្ងុយខាប់ហើយញ៉ាំទៅគឺអត់ឈឺពោះទៀតហើយចំពោះខ្ទិះដើមហ្នឹងមិនមែនយើងញ៉ាំឆៅទេណាបងប្អូនឃើញគេស្រោចហ្នឹងគឺខ្ទិះសុទ្ធតែគេយកទៅចម្អិនឆ្អិនហើយបើសិនជាយើងយកក្បាលខ្ទិះមកស្រោចពីលើហ្មងញ៉ាំទៅអាចឈឺពោះអញ្ចឹងទៅហើយផ្អែមតៅស្រាន់របស់ខ្ញុំគឺខ្ញុំអត់សូវយកខាប់ពេកទេណាបងប្អូនខ្ញុំយករៀងរាវមកល្មមទេដោយសារតែខ្ញុំអត់សូវចូលចិត្តខាប់អញ្ចឹងហើយពេលដែលបងប្អូនចាក់ទឹកម្សៅឆាចូលហ្នឹងបើសិនជាមើលទៅឃើញវារៀងរាវឬក៏បងប្អូនចង់ខាប់ជាងហ្នឹងយើងអាចបន្ថែមបាន
យើងគ្រាន់តែដាក់ម្សៅឆាហ្នឹងលាយជាមួយទឹកហើយកូរវាឲ្យសព្វល្អយកទៅចាក់ចូលទៅគឺបានហើយបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ